ស្លាប់ទាំងអស់ទៅអាឡត់អាយ៉ាងមិនហើយហេមានក្មេងស្រីធ្វើគុកកំណត់ម្នាក់ផ្ញើអ្នកក្លាហានម្នាក់ឲ្យមកជួយលោកអញ្ជើញទទួលជីវិតពួកឯងត្រូវគេទិញហើយជាមនុស្សម្នាក់ហ៊ានប្រឌិតរឿងនេះចំពោះមុខយើងផងហើយណានសៀកភ្ញៀវល្អបើសិនជាមកហើយនៅនឹងហើយកម្លាំងក្បិតរាប់ម៉ឺនស្ដាប់បញ្ជាយើងត្បូងផ្គររន្ទះមកហិនេះតូចនេះគឺនំខេកដែលម៉ាក់នាងឲ្យបងយកមកឲ្យឯងណាយកទៅប្រាប់លេខទទួលតំណែងតិចមក2348អូ2348រួចហើយរីរាយថៃកំណើតបោះទៅហើយនេះតូចមានកាយទៀតមែនទេបងប្រាប់បងប្រកាសខ្លាំងណាស់អ្វីក៏បងដឹកបានទាំងអស់មែនទេប្រកាសហើយខ្ញុំក៏ចង់ដឹករបស់មួយដែរតើឯងចង់ដឹកអីមែនទេអូយឆាប់រត់ទៅជិតមានគ្រោះមហន្តរាយអើយបិសាចអស់នោះច្បាស់ហើយច្បាស់អូសម្ដេចបងប្អូនអូឆាប់រត់ទៅឆាប់ឡើងទៅឆ្លៃណាកុំឆ្លៃណាឆាប់ឡើងអលឿនទៅឆាប់ឡើងរត់ទៅឯងចង់ដឹកអីខ្ញុំចង់ដឹកសិនអូខំនៅខាងនោះឲ្យពួកគេវាយពួកអាចចង្រៃអស់នោះឲ្យអស់លោកប៉ាខ្ញុំអាចត្រឡប់មកផ្ទះវិញបានហើយប៉ាឯងលោកប៉ាខ្ញុំជាធានការពារព្រំដែនជាអ្នកក្លាហានពួកគេសុទ្ធតែហៅខ្ញុំថាកូនកំព្រាបងប្រុសកូនកំព្រាគឺជាអ្វីបំណងប្រាថ្នាគុកកំណត់ខ្ញុំគឺមានអ្នកក្លាហានម្នាក់បង្ហាញខ្លួនវាយជនអាក្រក់ឲ្យរត់ជួយសង្គ្រោះពិភពលោករឿងរបស់ឯងបោកទទួលមកចាន់ធានឯងនឹងប្រងចូលចាច់ទៀតពួកបិសាចខ្មៅឯងអុកលុកពិភពលោកបាច់ជិញមីនយើងអុកដៃឈោមើលមិនបានទេទោះជាប្រយុទ្ធចុងក្រោយសល់តែម្នាក់ឯងក៏យើងមិនចោះចាច់ឯងដែរ100ឆ្នាំមកហើយកម្លាំងបិសាចខ្មៅយើងខ្លាំងខ្លាណាស់ហើយបាច់ជិញមីនពួកឯងច្រើនឆ្នាំមកហើយគ្មានអ្នកមានទេពកោសល្យបង្ហាញខ្លួនលើកនេះឯងច្បាស់ជាបរាជ័យពួកឯងរៀបរៀងយើងមិនបានទេបាច់ជិញមីនយើងចាក់គ្រឹះ1000ឆ្នាំមកហើយឬមួយថ្ងៃនេះជាថ្ងៃបាត់មកហើយបិសាចខ្មៅយើងទីបំផុតមកដល់ណានសៀកហើយដល់ណានសៀកហើយមានណាអាចមកជួយណានសៀកបានទេអីវ៉ាន់របស់លោកមកដល់ហើយអីវ៉ាន់លោកមកដល់ហើយឆាប់ទៅអាឡិតនេះមិនមែនជាកន្លែងដែលឯងត្រូវមកទេស្លាប់ទាំងអស់ទៅអាឡិតឯងយ៉ាងមិនហើយហេមានក្មេងស្រីធ្វើគុកកំណត់ម្នាក់ផ្ញើអ្នកក្លាហានម្នាក់ឲ្យមកជួយលោកអញ្ជើញទទួលជីវិតពួកឯងត្រូវគេទិញហើយជាមនុស្សម្នាក់ហ៊ានប្រឌិតរឿងនេះចំពោះមុខយើងផងណានសៀកភ្ញៀវល្អបើសិនជាមកហើយនៅនឹងហើយកម្លាំងក្បិតរាប់ម៉ឺនស្ដាប់បញ្ជាយើងត្បូងផ្គររន្ទះមកស្នាប់ផ្លូវទេវតានេះមានតែស្ដេចទេវតាក៏ស្ដេចទេវតាកំណត់កំបិតកម្លាំងរាប់ម៉ឺនអំណាចកោររន្ទះបិទត្រាបិទនេះបានតែ5ឆ្នាំទេបាក់ជិញមីងពេលនេះបានតែ5ឆ្នាំប៉ុណ្ណោះលោកគិតមកខ្លួនឯងទៅមិនបាក់ចាំឲ្យជាណែឯងថាទៅលក្ខខណ្ឌដូចឯងនេះដឹកអីវ៉ាន់ធ្វើស្អីទៅមុខមាត់នេះទៅឡាយលុយអីវ៉ាន់វិញទៅច្បាស់ជារកលុយបានច្រើនខាងពិតមើលដល់បើខ្ញុំមានមុខមាត់ដូចឲ្យខ្ញុំទៅធ្វើជាប្រុសលក់ខ្លួនមកយកបានប្រមាណ100ម៉ឺនឯនោះត្រឹមតែប្រមាណ100ម៉ឺននិយាយចំពោះខ្ញុំមិនសមរំលឹកទេអូទេដឹងប្រមាណ100ម៉ឺនណាខ្ញុំពេលនេះគ្រាន់តែចង់រស់នៅជីវិតធម្មតាទេចាំអូជាអូក៏ត្រូវចេះប្រមាណខ្លួនដែរប្រមាណ100ម៉ឺនមិនទុកក្នុងភ្នែកផងឯងធ្លាប់ឃើញប្រមាណ100ម៉ឺនទេហេអាយ៉ាមើលណោចាំឲ្យជាឱកាសឯងមកដល់ហើយតោងស្រីអ្នកមានម្នាក់នេះមិនហត់ខំប្រឹងធ្វើការទេ100គឺនាងមករកខ្ញុំចាំឲ្យជាឯងអួតឡាក់ធ្លាប់ហើយមែនទេមករកឯងហីបើនាងមករកឯងខ្ញុំដាក់ក្បាលកក់សក់មកជិញស៊ីអ្នកនាងធំប៉ាក់ឈិញម៉ងសូមគ្រប់លោកចាងអូប៉ាក់ឈិញម៉ងមានអំណាចលេខ1នៅណានសៀកមានកាយមែនទេខ្ញុំសាប់ឆ្នៃលោកចាងច្រើនឆ្នាំហើយថ្ងៃនេះខ្ញុំបានយកឡានទំនើបមានតម្លៃរាប់ពាន់ម៉ឺនភូមិគ្រឹះតម្លៃរាប់រយលានបេះដូងមហាសម្បត្តិមិនអាចកាត់ថ្លៃបាននិងប៉ាក់ឈិញម៉ងទាំងមូលធ្វើជាបណ្ណាការរៀបការនឹងលោកនៅនេះមកខ្ញុំមានគូតដឹងហើយស្អីរៀបការបើគ្មានរឿងផ្សេងទៀតទេសូមជិះចេញតិចខ្ញុំទៅធ្វើ